ไปចង់ធៀបមុនកូនប្រុសយូរឆានរបស់យើងក៏គេបានបដូរអូនទៅលើក្រែតែម្ដងស៊ឺលីក៏សួរទៅតើឯងមកធ្វើអីនៅក្នុងបន្ទប់របស់ខ្ញុំយូរឆានក៏តបគឺខ្ញុំមករកអ្វីដែលខ្ញុំភ្លេចនៅទីនេះតាអញ្ចឹងហើយស៊ឺលីក៏សូត្រច្បាប់ទី1ទៅឯងភ្លេចហើយច្បាប់ទី1គឺមិនអាចចូលបន្ទប់នរណាដែលគ្មានការអនុញ្ញាតបានទេប៉ុន្តែនេះនិយាយជាមួយនឹងអ្នកបង្កើតច្បាប់មិនទាំងគេស្ដាប់ទៅដោយសារតែគេបាននិយាយថាខ្ញុំបានបដូរច្បាប់នឹងទៅហើយទៅនិយាយរួមទៅច្បាប់គឺនៅលើមាត់របស់យូរឆាននឹងឯងអញ្ចឹងហើយកុំឲ្យខាត់ពេលវេលាច្រើនឥឡូវនេះស៊ឺលីក៏បានប្រាប់ទៅគឺបងប្រុសកាបាននិយាយថាគេចង់អរគុណដែលឯងបានជួយមើលថែស៊ីឈីអញ្ចឹងទៅគឺថ្ងៃចុងសប្តាហ៍នេះគឺគាត់ចង់បបួលឯងទៅភិចនិចអញ្ចឹងណាក៏ប្រុសរបស់យើងក៏និយាយថាមានអីល្អអន្តើគឺជាលើកដំបូងដែលពួកយើងចេញទៅក្រៅតែស៊ឺលីក៏និយាយថាគឺគាត់បបួលតែឯងទេខ្ញុំក៏មិនដឹងថាទៅឬអត់ដែរអញ្ចឹងហើយក៏ប្រុសរបស់យើងក៏និយាយថាបើសិនជាឯងទៅខ្ញុំទៅបើឯងមិនទៅគឺខ្ញុំមិនទៅនោះទេអូយឡើងក៏ចូលទៅម្ដងថែមទាំងពេលនេះគឺគេដាក់បញ្ជាថាមិនឲ្យកូនស្រីរបស់យើងបដិសេធនោះទេគឺត្រូវទៅជាមួយនឹងគេថ្ងៃស្អែកនេះតែម្ដងទៅភិចនិចតែគ្មានទេតាមពិតទៅក្នុងចិត្តរបស់ស៊ឺលីគឺគេចង់ទៅដែរតាគ្រាន់តែថាខ្លួនជាស្រីគឺមិនអាចនិយាយចេញបានទេតាមពិតទៅក្នុងចិត្តរបស់គេគឺចង់ទៅជាមួយនឹងជីនយូឆិននឹងឯងកាន់មកដល់ព្រឹកឡើងតែម្ដងទៅស៊ីឈីហើយនឹងបងប្រុសកាគេក៏បានមកដល់មុនគ្រាន់តែកូនស្រីយើងមកដល់ក៏ឃើញករបស់ស៊ីឈីតែករបស់ឯងទៅត្រូវនឹងអីហ្នឹងស៊ីឈីក៏និយាយថាដោយសារតែមុខខំព្រោះដោយសារតែយប់មិញនេះអ្នកទាំងពីរគឺគេបានធ្វើអ្វីជាមួយនឹងគ្នាអីអញ្ចឹងតើអូយវាខំកទៀតសាហាវព្រៃផ្សាយមែនតើណាដល់ពេលអញ្ចឹងទៅកូនស្រីរបស់យើងក៏និយាយថាអូប្រហែលជាមុខហ្នឹងធំខ្លាំងណាស់ហើយមកទៅនោះគេដឹងគឺគេនិយាយលេងបង្អាប់ជាមួយនឹងស៊ីឈីនឹងឯងហើយដល់ពេលដែលយូឈិនមកដល់កូនស្រីរបស់យើងគឺគេអៀនគេក៏បានឲ្យស៊ីឈីបញ្ញាប់ទៅរៀបចំមុនទៅអញ្ចឹងហើយបងនឹងបងក៏បាននិយាយគ្នាចំណែកអូនទៅរៀបចំកន្លែងមុនអីអញ្ចឹងណាហើយបបួលអ្នកទាំងពីរនេះមកភិចនិចគឺដូចបបួលឲ្យមកអង្គុយមើលគេស្វីតជាមួយគ្នាអញ្ចឹងតែពេលហ្នឹងស៊ឺលីហើយនឹងយូឈិនគេចិត្តដូចគ្នាគេចង់ញ៉ាំផ្លែឈើដូចគ្នាអញ្ចឹងហើយបងក៏ហុចផ្លែឈើឲ្យអូនទៅចំណែកស៊ឺលីគេក៏និយាយដោយទឹកមុខសតុនអីអញ្ចឹងទៅណាក៏ប្រុសរបស់យើងក៏និយាយថាមិនចាំបាច់គួរសមទេហេតុអីបានជាចាំបាច់គួរសមយ៉ាងនេះស៊ឺលីក៏ឆ្លើយតបទៅគឺលោកជាប្រធានរបស់ខ្ញុំអញ្ចឹងហើយគឺខ្ញុំត្រូវតែគួរសមក៏វាជារឿងត្រឹមត្រូវហើយដែលធ្វើឲ្យបែកកាងហើយនឹងស៊ីឈីគឺកំពុងតែអង្គុយនិយាយដើមអ្នកទាំងពីរនៅនឹងមុខគេតែម្ដងណាប៉ុន្តែពេលនេះអ្នកទាំង4នាក់នៅនិយាយគ្នាលេងមិនទាន់បានប្រមាណផងក៏ស្រាប់តែមានវត្តមាននៃជនទី5មកហើយគឺជាអិចរបស់យូឆិនណាគឺជាប៉ាអ៊ីស៊ីថងហ្នឹងគឺមករំខានគេទៀតហើយដូច្នេះហើយពេលនេះធ្វើឲ្យភាពរីករាយទាំងប្រមាណក៏បានរលាយអស់ទាំងដែលគេខំរៀបកម្រងការណាអញ្ចឹងទៅស៊ឺលីគេក៏បានដើរចេញទៅគេក៏យកហេតុផលថាគេរវល់អីអញ្ចឹងណាគឺគេសុំទៅមុនព្រោះដោយសារតែនៅទៀតអស់អារម្មណ៍ហើយឃើញមុខអិចម្នាក់ហ្នឹងមកដល់កន្លែងធ្វើការវិញពេលនេះយូឆិនគឺអត់មានអារម្មណ៍ក្នុងការធ្វើការនោះទេដោយសារតែចិត្តរបស់គេពេលនេះកំពុងតែគិតអំពីស៊ឺលីខ្លាចស៊ឺលីរបស់យើងយកច្រឡំចំពោះគេទៀតអីអញ្ចឹងណាហើយមិនចាំបាច់ប្រាប់នោះទេពេលនេះស៊ឺលីគឺពិតជាយកច្រឡំមែនដោយសារតែនៅពេលដែលគេយកឯកសារយកមកឲ្យយូឆិនមើលអញ្ចឹងគឺគេរៀបទៅវិញតែហើយព្រោះដោយសារតែគេអន់ចិត្តប៉ុន្តែយូឆិនរបស់យើងគឺអត់ទេអត់ឲ្យអូនចេញនោះទេគេក៏បាននិយាយប្រាប់អ៊ីស៊ីតុងទៅថាកិច្ចការងារនេះគឺត្រូវតែឲ្យស៊ឺលីចូលរួមពិភាក្សាដូចគ្នាបើសិនជាមិនយកព្រមទេគឺគេមិនធ្វើការនោះឡើយដូច្នេះហើយពេលនេះអ៊ីស៊ីតុងប្រកាសជាយកព្រមនឹងឯងដោយសារតែកូនប្រុសរបស់យើងគឺជាម្ចាស់កម្រងអ្វីដែលឯងចង់បានគឺខ្ញុំនឹងបំពេញតាមឯងអញ្ចឹងទៅណាដូច្នេះហើយពេលនេះធ្វើឲ្យអ្នកទាំង3នេះកំពុងតែអង្គុយពិភាក្សារឿងការងារប៉ុន្តែមិនដឹងថាពិភាក្សាចេញឬអត់ទេព្រោះដោយសារតែពេលនេះកំពុងតែមានអារម្មណ៍ថាជាស្នេហាត្រីកោណស្រាប់តែពេលនេះយើងក៏ឃើញថាមានឆាត់ឆាប់ហែមល្ហែមរវាងអ៊ីស៊ីថងហើយនឹងយូឆិនអមិនទៅជាអញ្ចឹងវិញណាមានទាំងថាផងអីផងអូយចង្រៃយកតាមប៉ាតើនេះគឺជាការយកសពរបស់កូនស្រីរបស់យើងសោះដោយសារតែកាលពីថ្ងៃនឹកឃើញប្រច័នគេខ្លាំងពេកយប់ឡើងក៏ដេកយកសពអាក្រក់តែម្ដងធ្វើឲ្យគេនេះគឺឡើងភ័យណាដោយសារតែគេគឺមិនចង់ឲ្យរឿងនេះកើតឡើងនោះទេធ្វើឲ្យពេលនេះស៊ឺលីរបស់យើងក៏ភ្ញាក់ខ្លួនឯងហើយស៊ឺលីតើឯងកំពុងតែគិតពីអ្វីហេតុអីមិនជាបារម្ភយ៉ាងនេះដែលពួកយើងគ្រាន់តែមានទំនាក់ទំនងត្រឹមតែជាប្រធានហើយនឹងកូនចៅតែប៉ុណ្ណោះស្ងប់អារម្មណ៍ប៉ុន្តែពេលនេះគឺស៊ឺលីរបស់យើងមិនអាចស្ងប់បាននោះទេលុះដល់ព្រឹកឡើងស៊ឺលីរបស់យើងក៏ខំតាំងចិត្តធ្វើជាញញឹមស្រស់ស្រាយដូចជាមិនគិតអ្វីអញ្ចឹងដែលធ្វើឲ្យអ្នកសង្កេតការរបស់ពួកយើងទាំងពីរនាក់នេះគឺបងស្រីឈៀនហើយនឹងលបងចេញក៏ឆ្ងល់ដែរថាថ្ងៃនេះស៊ឺលីដូចជាចម្លែកខុសពីធម្មតាអញ្ចឹងហើយពេលនេះស៊ឺលីរបស់យើងគេក៏តាំងចិត្តផ្ដោតទៅលើការងារហើយគេក៏បានពិភាក្សាការងារជាមួយនឹងអ៊ីស៊ីថងដោយមិនចាំបាច់ចាំពិភាក្សាជាមួយនឹងយូឈិននោះទេហើយមានអីនៅពេលដែលពួកគេពិភាក្សាគ្នាគឺគេនិយាយឡើងត្រូវគ្នាតែម្ដងណាធ្វើឲ្យអ្នកទាំងពីរនោះគឺឆ្ងល់ទៀតហើយមើលទៅអ្នកទាំងពីរដូចជាចោះសម្រងនឹងគ្នាជាពិសេសបងស្រីឈៀនគឺនៅពេលដែលកាន់តែសម្លឹងទៅកាន់អ៊ីស៊ីថងគឺគាត់កាន់តែលងណាដោយសារតែកំពុងតែសរសើរពីសម្រស់របស់គេហើយមានធំស្រស់សង្ហាមើលទៅ
គួរឲ្យស្រឡាញ់គួរឲ្យតាក់ទាញអីអញ្ចឹងណាតែធ្វើឲ្យលបងជីរបស់យើងស្ដាប់ហើយក៏គេលំអន់ចិត្តមិនបានជាសរសើរអ្នកដតីនៅចំពោះសង្សាររបស់ខ្លួនអញ្ចឹងហើយបងស្រីឈៀរបស់យើងគេក៏បានដោះសារទៅឲ្យស្រីឈៀសរសើរលបងជីរបស់យើងណាលបងជីក៏សួរទៅប្រៀបធៀបរវាងគេហើយនឹងអ៊ីស៊ីថងតើអ្នកណាសង្ហាជាងអញ្ចឹងណាចំណែកអាឈីក្មេងទៅរបស់យើងគឺគេនិយាយត្រង់ហ៎គេក៏និយាយថាអ៊ីស៊ីថងគឺស្រស់សង្ហាជាងនឹងឯងដែលធ្វើឲ្យពេលនេះលបងជីយើងកាន់តែខឹងទៀតហើយគេក៏បានរត់ចេញទៅក្រៅអ្នកទាំងពីរក៏តាមលួងណាដែលធ្វើអ៊ីស៊ីថងអត់ឆ្ងល់ថាអ្នកទាំងបីកំពុងតែធ្វើអ្វីហ្នឹងដូច្នេះរបស់យើងក៏បានប្រាប់ទៅនេះគឺជាទម្លាប់ការងាររបស់ពួកយើងដែលធ្វើឲ្យអ៊ីស៊ីថងក៏និយាយថាគួរឲ្យតាក់ទាញគឺមើលទៅដូចជាសប្បាយរីករាយម្យ៉ាងដែរហើយកលែកមើលទំនាក់ទំនងរបស់ពួកគេទាំងពីរអ្នកនេះឥឡូវនេះគឺកាន់តែស្និទ្ធស្នាលអញ្ចឹងទៅអ៊ីស៊ីថងក៏បានសម្របគេធ្វើជាមិត្តចាប់ពីពេលនេះតែម្ដងទៅណាអញ្ចឹងហើយនៅពេលដែលស៊ឺឡៃចេញពីធ្វើការពេលល្ងាចតើបណ្ដាក៏និយាយជាមួយនឹងខ្លួនឯងបណ្ដាក៏និយាយថាមានអីអ៊ីស៊ីថងគឺគេជាមនុស្សល្អតែហេតុអីបានជាខ្ញុំមានអារម្មណ៍ថាស្អប់គេអញ្ចឹងព្រោះបន្ទាប់ពីពួកយើងបានទំនាក់ទំនងគ្នាក៏បានឃើញថាអ៊ីស៊ីថងគឺគេជាមនុស្សល្អឆាប់ចោះសម្រងជាមួយអ្នកដទៃអីអញ្ចឹងទៅណាកំពុងតែនិយាយពីគេពេលនេះអ៊ីស៊ីថងក៏បានខលមកកាន់ស៊ឺឡៃគឺគេចង់បបួលស៊ឺឡៃទៅនិយាយគ្នានៅខាងក្រៅហើយស៊ឺឡៃគេក៏បានយកប្រមកទៅជួបទៅចំណែកឯប្រធានបទដែលគេនិយាយនៅថ្ងៃនេះគឺតាក់ទងជាមួយនឹងចិនយូឆិននឹងឯងពេលនេះស៊ឺឡៃគេក៏ឆ្ងល់ហើយក៏សួរទៅតើលោកគឺនៅស្រឡាញ់ចិនយូឆិនដែរឬអត់មិនមែនជាបញ្ហាត្រង់ថាខ្ញុំនៅស្រឡាញ់គេឬអត់នោះទេតែអ្វីដែលខ្ញុំចង់ដឹងនៅពេលនេះខ្ញុំគ្រាន់តែចង់ដឹងថាតើចិត្តរបស់គេនៅស្រឡាញ់ខ្ញុំដែរឬអត់សូម្បីតែស៊ឺឡៃគេក៏ឆ្ងល់ដែរហើយគេក៏ចង់ដឹងថាតើពេលនេះយូឆិននៅស្រឡាញ់ស្នេហាចិត្តរបស់គេដែរឬទេនោះណាអញ្ចឹងគឺមានតែរងចាំមើលពេលវេលាហើយដើម្បីបញ្ជាក់ចម្លើយនិងចម្ងល់ដែលពួកគេកំពុងតែឆ្ងល់នេះហើយពួកគេក៏បន្តសន្ទនាតាក់ទងជាមួយនឹងអតីតកាលកាលពី7ឆ្នាំមុនរបស់ចិនយូឆិនហើយនឹងអ៊ីស៊ីថងប៉ុន្តែពេលនេះធ្វើឲ្យអ្នកទាំងពីរកាន់តែនិយាយគ្នាក៏កាន់តែត្រូវរើគ្នាហើយការសន្ទនារបស់គេគឺយ៉ាងរលូនតែម្ដងណាដោយសារតែការនិយាយគ្នានេះហើយទៅធ្វើឲ្យកូនស្រីរបស់យើងបានដឹងនៅរឿងមួយគឺគ្រឿងអលង្ការដែលកូនប្រុសរបស់យើងឆ្នៃទៅឲ្យប៉ាអ៊ីស៊ីថងហ្នឹងគេក៏បានដាក់ឈ្មោះថា The Fragrance of B612 គឺជាថ្នាក់រៀនដែលពួកគេធ្លាប់ជួបគ្នាកាលពីប្រហែលឆ្នាំមុននោះហ៎ប៉ុន្តែពេលនេះកូនស្រីរបស់យើងក៏មិនបានអន់ចិត្តដែរដោយសារតែនេះគឺជាអតីតកាលនិងការចងចាំរបស់អ៊ីស៊ីថងហើយនឹងចិនយូឆិនដោយសារតែអតីតកាលរបស់មនុស្សនីមួយៗគឺមិនអាចងាយនឹងភ្លេចនោះទេជាពិសេសគឺអតីតកាលនៃការឈឺចាប់នៃការរងចាំដូច្នេះហើយកូនស្រីរបស់យើងក៏មិនអាចអន់សពុនចិត្តជាមួយនឹងរឿងអតីតកាលរបស់គេដែរសំខាន់ថាបច្ចុប្បន្នរបស់គេនេះគឺកំពុងតែគិតពីអ្វីតើអនាគតរបស់គេកំពុងតែគិតពីអ្វីអញ្ចឹងទៅណាចំពោះអតីតកាលយើងមិនចាំបាច់គិតច្រើនទេវាគ្រាន់តែជារឿងកន្លងហួសតែប៉ុណ្ណោះបន្តមកអ៊ីស៊ីថងក៏និយាយតាក់ទងជាមួយនឹងកូនស្រីរបស់យើងហើយនឹងយូឆិនវិញដែរដោយសារតែគេធ្លាប់ឮថាលោកនាយកម៉ៃគាត់ប្រាប់និយាយថាកូនប្រុសរបស់យើងហើយនឹងស៊ឺឡៃគឺចុះសម្រងជាមួយនឹងគ្នានៅពេលដែលធ្វើការដោយសារតែគេបានឃើញថាយូឆិនគឺតែងតែព្រួយបារម្ភពីស៊ឺឡៃអីអញ្ចឹងណាធ្វើឲ្យស៊ឺឡៃរបស់យើងនៅគិតឲ្យគឺគេបានញញឹមតែម្ដងកាលពីមុនគឺជាមិនសូវត្រូវគ្នាទេកាជួបដំបងប៉ុន្តែយូរទៅមានអីគេក៏ជាមនុស្សល្អគេចេះខ្វល់ខ្វាយពីអ្នកដទៃគេចេះព្រួយបារម្ភនឹងមើលថែមនុស្សជំនាញខ្លួនរបស់គេជាពិសេសគឺជាស៊ឺឡៃខ្លួនឯងនឹងហើយគ្រាន់តែគិតបែបនេះធ្វើឲ្យគេមានអារម្មណ៍ល្អវិញណាទាំងដែលអ៊ីស៊ីថងពេលនេះគេស្ដាប់ហើយក៏រំជួលចិត្តដូចគ្នាអំពីការបារម្ភរបស់យូឆិនចំពោះស៊ឺឡៃចំណែកអាយុឆិនរបស់យើងពេលនេះមកអង្គុយស្មុគស្មាញនៅក្នុងហាងកាហ្វេរបស់ប៉ែកាហើយឃើញសភាពបែបនេះប៉ែការបស់យើងក៏បានមកនិយាយជាមួយនឹងយូឆិនទៅតែតើជាមួយនឹងរឿងដែលគេកំពុងតែគិតស្មុគស្មាញនេះមិនដឹងថាតើគេកំពុងតែគិតពីអតីតកាលឬក៏បច្ចុប្បន្ននោះទេចំពោះអតីតកាលគឺជាអ៊ីស៊ីថងចំពោះបច្ចុប្បន្នណាគឺជាស៊ឺឡៃដូច្នេះហើយពេលនេះគេក៏បានជួយសម្រេចចិត្តយូឆិនទៅបើសិនជាឯងមិនចង់ស្មុគស្មាញបែបនេះឯងត្រូវតែសួរខ្លួនឯងថាតើពេលនេះចិត្តរបស់ឯងកំពុងតែគិតអ្វីជាងគេហើយបើសិនជាឯងបានស្វែងរកនៅចិត្តរបស់ខ្លួនឯងដែលចង់បានហើយនោះឯងត្រូវតែបង្ហាញនៅអារម្មណ៍របស់ខ្លួនឯងឲ្យទាន់ពេលវេលាកុំឲ្យពេលវេលាកន្លងហួសហើយយើងមិនទាន់បានធ្វើអ្វីដែលយើងចង់ធ្វើណាកុំឲ្យមានវិបដិសេរីនៅពេលក្រោយបន្ទាប់ពីទទួលបានដំបូន្មានយ៉ាងល្អប្រពៃរបស់សិស្សច្បងហើយពេលដែលត្រឡប់ទៅដល់ផ្ទះវិញអ្នកទាំងពីរក៏បានចូលមកដល់ផ្ទះដំណើរគ្នាស៊ឺឡៃរៀបនឹងដើរចេញទៅហើយពេលនេះយូឆិនក៏និយាយថាខ្ញុំចង់និយាយជាមួយអញតាក់ទងជាមួយនឹងរឿងអ៊ីស៊ីថងស្រាប់តែពេលនេះកូនស្រីរបស់យើងគេក៏ងាកមកក៏ហើយគេក៏និយាយថាមានអីស៊ីថងគេជាមនុស្សល្អតាដែលធ្វើឲ្យយើងងាយស្រួលធ្វើការជាមួយនឹងគេតែដែលបំណងរបស់យូឆិនគឺគេអត់ចង់និយាយបែបហ្នឹងនោះទេគេគ្រាន់តែចង់និយាយច្បាស់លាស់រវាងទំនាក់ទំនងគេហើយនឹងអ៊ីស៊ីថងកុំឲ្យស៊ឺឡៃយកច្រឡំប៉ុន្តែពេលនេះគឺគ្មានបានបកស្រាយអីទេគឺគេនៅតែយកច្រឡំបន្ថែមទៀតណាដោយសារតែពេលនេះគឺមាត់របស់យូឆិនរបស់យើងនេះគឺគ្មាននិយាយអីចេញទេនៅតែអ៊ីអញ្ចឹងឯងចឹងហើយកូនស្រីរបស់យើងគេក៏ឡើងទៅដេកទៅព្រោះដោយសារខ្ជិលស្ដាប់ការបកស្រាយអីណាព្រោះអារម្មណ៍មិនសូវល្អផងអញ្ចឹងហើយយូឆិនគេក៏បានស្វែងយល់ពីចិត្តរបស់ខ្លួនឯងនៅពេលដែលបេកាំងនិយាយថាត្រូវតែស្វែងយល់ពីបេះដូងរបស់ខ្លួនឯងថា
ខ្លួនឯងពេលនេះកំពុងតែគិតពីនរណាដូចជាពេលនេះអញ្ចឹងអតីតកាលរបស់គេគឺជា easy ថងតែមកថាពួកគេគឺមានអតីតកាលល្អអនុស្សាវរីយ៍ជាមួយគ្នាមែនប៉ុន្តែបច្ចុប្បន្នគឺមិនមែននោះទេអ្នកដែលមានអនុស្សាវរីយ៍ល្អហើយក៏ចាប់ផ្ដើមមានអនុស្សាវរីយ៍ល្អជាមួយគ្នាចាប់ពីពេលនេះទៅរបស់គេនោះគឺជាព្រះអង្គម្ចាស់ទ័យរបស់គេនឹងឯងគឺជាស៊ឺលីបានស្វែងយល់ពីចិត្តនិងបេះដូងរបស់ខ្លួនឯងហើយពេលនេះធ្វើឲ្យយូឈិនបានដឹងថាមនុស្សដែលគេស្រឡាញ់ពិតប្រាកដមានអារម្មណ៍ចំពោះពិតប្រាកដនោះគឺជាស៊ឺលីរបស់យើងនឹងឯងដែលធ្វើឲ្យយូឈិនពេលនេះគឺគេហៅតែឈ្មោះថាស៊ឺលីរបស់គេគឺហៅរហូតដល់គេលក់តែម្ដងប៉ុន្តែនៅពេលដែលមកដល់កន្លែងធ្វើការព្រឹកឡើងពេលនេះធ្វើឲ្យយូឈិនបានឃើញថាស៊ឺលីហើយនិងអ៊ីស៊ីថងគឺគេដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងណាស់ដែលធ្វើឲ្យគេគឺប្រច័ណ្ឌតែម្ដងពេលនេះគឺមិនមែនប្រច័ណ្ឌអ៊ីស៊ីថងទេគឺប្រច័ណ្ឌស៊ឺលីរបស់គេនឹងឯងខ្លាំងថាស៊ឺលីស្រឡាញ់អ៊ីស៊ីថងអញ្ចឹងណាហើយបែអ៊ីស៊ីថងក៏អញ្ចឹងទៀតនៅពេលដែលឃើញថាយូឈិនដូចជាប្រច័ណ្ឌយ៉ាងនេះគឺគេរត់តែធ្វើសកម្មភាពស្និទ្ធស្នាលនិងជិតស្និទ្ធជាមួយនឹងស៊ឺលីនៅនឹងមុខយូឈិនតែម្ដងយូឈិនរបស់យើងពេលនេះចង់ក្អួតឈាមទៅហើយណាអូជីវិតរបស់យូឈិនគឺគ្មានថ្ងៃស្ងប់សុខទេនិយាយថាអស់ចូលពីរឿងមួយទៅរឿងមួយតែម្ដងណាដែលធ្វើឲ្យឥឡូវនេះគឺគេកាន់តែកញ្ញាញ់ខួរបន្ថែមទៀតទៅហើយ